ជាមួយអ្នកគ្រូម្ដងទៀតនៅក្នុងថ្នាក់ភាសាអង់គ្លេសទូទីដែលខាងនេះតែអ្នកគ្រូមានរៀនមួយដែលជាមួយនឹងការឲ្យការប្រាប់ទីតាំងឬក៏ភាសាអង់គ្លេសថា giving direction ចឹងមានរៀនរបស់យើងថានេះគឺតើតើជាមួយនឹង giving direction មានថាការប្រាប់ឬការឲ្យព័ត៌មានតើតើជាមួយនឹងគោលដៅឬក៏ទីតាំងចឹងជាទូទៅអ្នកនរគ្នានៅពេលដែលបងប្អូនអ្នកនរគ្នាទៅកន្លែងណាមួយឬក៏ជាពិសេសចានៅរដូវកាលនេះគឺយើងតែមានកម្មវិធីការមង្គលការមែនអត់ចឹងមិត្តភក្តិយើងតែទៅជឿឲ្យយើងហើយគឺមានមេនេះថាផែនទីនៅលើធៀបការនោះចឹងយើងអាចមើលទីតាំងទៅតាមគំរូដែលគេគូរនៅលើទីផែនទីនោះចឹងនៅក្នុងភាសាអង់គ្លេសក៏មានរបៀបនៅក្នុងការប្រាប់អំពីទីតាំងនៅលើចា map on the map មានន័យថានៅលើផែនទីដែរចាអញ្ចឹងអ្នកគ្រូបានធ្វើជាផែនទីគំរូជាឧទាហរណ៍មួយនៅលើដាច់ធៀបនេះហើយអ្នកគ្រូនឹងពន្យល់ពលនៅតាមមេរៀនរបស់យើងណាតែអ្នកគ្រូចង់ឲ្យទាំងអស់គ្នាមើលពាក្យមួយចំនួនដែលតទៅជាមួយនឹងការនិយាយការឲ្យការប្រាប់ទិសដៅហ្នឹងគឺមានពាក្យជាច្រើនដែលយើងត្រូវចេះដែរណាដូចជាពាក្យទី1 go up មានន័យថាឡើងទៅលើ turn left មានន័យថាបត់ឆ្វេង go មានន័យថាទៅ on the right មានន័យថាចានៅខាងស្ដាំដៃ walk down មានន័យថាដើរចុះក្រោម head away មានន័យថានៅខាងដើរទៅស្ដាំចាបត់ស្ដាំ walk មានន័យថាដើរ on the left មាននៅខាងឆ្វេងចាអញ្ចឹងតោះឥឡូវយើងមើលអំពីការឲ្យ direction នៅក្នុង map នេះម្ដងណាអញ្ចឹងនេះគឺជាទីតាំងចាប់ដើមចាអញ្ចឹងនេះគឺជាការណែនាំនៅក្នុងចំណុចមួយចុចចំណុចទី1គឺណែនាំឲ្យយើងធ្វើអីខ្លះអញ្ចឹងយើងនឹងទៅជាមួយគ្នាដូចជាចំណុចទី1កន្លែងចាប់ដើមគឺនៅទីនេះណាអញ្ចឹងគេប្រាប់ថាម៉េចចា go up main street មានថានៅនេះគឺជាផ្លូវ main street គឺយើងដើរទៅលើណាគឺដើរទៅលើទៅចុចទៅលើ go up main street ចា turn left on the 9th street មានថាបត់ឆ្វេងនៅលើផ្លូវទី9អញ្ចឹងយើងមើលយើងឡើងទៅលើបត់ឆ្វេងនៅផ្លូវទី9គឺផ្លូវនេះណាអញ្ចឹងបត់ឆ្វេងចា go one block ទៅឲ្យបានចាហើយblock មានថាបាននិយាយពីអាគារមានថាអាគារទីគេបាននិយាយពីផ្លូវឬក៏របស់នោះណាមានថាម្ដុំអញ្ចឹងណាអញ្ចឹងមានថាយើងទៅដល់ផ្លូវទី9ហើយយើងបត់ឆ្វេងទៅមក block go one block គឺហើយវានៅខាងស្ដាំដៃ it's on the right ចា it's on the right next to a school មានថាវានៅខាងស្ដាំដៃហើយនៅក្បែរសាលារៀនអញ្ចឹងយើងមក block ទៅ one block go one block ហើយ it's on the right next to a school មានថាវានៅក្បែរសាលារៀនចាអញ្ចឹងនេះគឺជាទីតាំងទី1ដែលយើងចាធ្វើដំណើរមកចាឥឡូវចូលទៅដល់ទីតាំងទី2ដែលយើងធ្វើដំណើរពីណាមកហើយវានៅកន្លែងណាចាដូចជាគេដាក់ថាណែនាំថា walk down main street នេះថាទៅដល់ទីកន្លែងទីយើងចេញកន្លែងនេះដូចគ្នាចេញដូចគ្នាប៉ុន្តែគេឲ្យយើងដើរចុះមកក្រោមនៅលើផ្លូវ main street ចាដើរចុះមកក្រោមនៅលើផ្លូវ main street រួច take a right on 5th street ចាដើររហូតដល់ផ្លូវ 5th street គឺយើងបត់ស្ដាំទៅធម្មតាពេលដែលយើងដើរទៅនេះមកផ្លូវស្ដាំដៃគឺនៅកន្លែងនេះអញ្ចឹងយើងបត់ស្ដាំនៅលើផ្លូវទី5គឺយើងបត់ទៅ walk to block លើកដើរបាន2 block ដើរបាន2 block ចាទៅហើយវាគឺនៅខាងចាដើរបាន2 block ថា1 block 2 block ឬ1 block ឬក៏2 block ណា walk to block នេះថាដើរ2 block មកដើរបាន2 block គឺយើងមកដល់ទីតាំងនេះអញ្ចឹងវា is on the left មានថា is on the left វាគឺនៅខាងឆ្វេងដៃចា across from the park នេះថានៅខាងឆ្វេងដៃទៅមុខជាមួយនឹងសួនច្បារអញ្ចឹងនេះគឺជាការណែនាំអំពីការប្រាប់ទីតាំងនៅលើផែនទីអញ្ចឹងនេះក៏មានតែប៉ុណ្្នឹងទេអ្នកក៏សង្ឃឹមថាមេរៀននេះនឹងជួយឲ្យកូនស្គាល់អំពីរបៀបមានថាស្គាល់ពីរបៀបនិយាយនៅក្នុងការប្រាប់ទិសដៅនៅក្នុងផែនទីចាអញ្ចឹងក៏ផ្លេចកាត់វិញយើងរៀនយើងមានមេរៀនស្ដាប់ហើយយើងអាចមើលវាឡើងវិញហើយសាក់ធ្វើតាមការណែនាំធ្វើតាមទិសដៅដែលគេប្រាប់ទៅយើងនឹងងាយស្រួលនៅក្នុងការយល់ពីការប្រាប់ទីទិសដៅនៅក្នុងផែនទីចាអញ្ចឹងនៅគូមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគុណបានមេរៀននេះហើយបើសិនជាមានចម្ងល់អាចសួរទៅថែបានចាអរគុណច្រើនសូមព្រះប្រទានពរ